រិយសាវៈនឹងឯងរមែងនឹករលឹកនៅព្រះតថាគតរលឹកថាអ៊ីតេបេតោភគវិរហង្គសម្មាសម្ពុទ្ធោវជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្រោបរិសតមសារថិសាថាទេវមនុស្សានាងពុទ្ធោភគវិរលឹកដូចយើងតែងសូត្រណាប៉ុន្តែខ្ញុំកណាអាត្មាភាពនឹងលើកមកសើសើរពុទ្ធគុណទាំង9ឬក៏ទាំង10ហ្នឹងទាំង10ក៏បាន9ក៏បានបើយើងរាប់9យើងយកអនុត្តរោនឹងភ្ជាប់ជាមួយបរិសតមសារថិទៅរាប់តែមួយទៅអានឹងចូល9ណាបើយើងរាប់អនុត្តរោផ្សេងបរិសតមសារថិផ្សេងអានឹងបានជាពុទ្ធគុណមាន10អត់មានខាងណាខុសខាងណាអីទេការពេញចិត្តយ៉ាងណាក៏រាប់យ៉ាងហ្នឹងទៅនឹងគឺកថាលោកពយល់2ន័យអញ្ចឹងព្រះអង្គជាព្រះអរហន្តព្រះអង្គមានព្រានាមថាអរហង្គផងជាសម្មាសម្ពុទ្ធផងយើងនឹករលឹកហ្នឹងបើយើងត្រឹមតែសូត្រយើងអត់ដឹងគុណព្រះអង្គទេយើងអត់សូវជ្រះថ្លាទេព្រះអង្គមានឈ្មោះថាអរហង្គដោយអត្ថាព្រះអង្គឆ្ងាយចាកកិលេសមួយព្រះអង្គកំចាត់បងនៅសត្រូវគឺកិលេសមួយព្រះអង្គកាត់បងនៅសង្សារចក្រគឺអវិជ្ជាទាំងឡាយអវិជ្ជាសង្ខារវិញ្ញាណទាំងអស់នោះដែលជាសង្សារចក្រនឹងមួយព្រះអង្គជាបុគ្គលគួរដល់បច្ច័យ4ទាំងឡាយនឹងមួយព្រះអង្គជាបុគ្គលដែលមិនធ្វើបាបក្នុងទីកំបាំងនឹងមួយព្រះអង្គជាបុគ្គលដែលយើងគប្បីហៅថាជាអរហង្គមានព្រានាមថាអរហង្គនឹងគឺដោយអត្ថ5យ៉ាងនឹងឯងអរកតាហតតាចកិលេសារិណសោមុនិហតសង្សារចក្ការោបច្ចយតិនចារហោអ្នករហោក្រតិបាបានិរហង្គទេណាវចតិបើយើងនិយាយបល័យគឺអញ្ចឹងឯងចម្រើនបែបបល័យគឺមកគាថាកន្លះហ្នឹងឯងបើចម្រើនបែបខ្មែរដូចខ្ញុំកណាអាត្មាភាពលើកមកមិនព្រះអង្គឈ្មោះថាជាអរហង្គហ្នឹងក៏ដោយអត្ថាព្រះអង្គឆ្ងាយចាកកិលេសសម្រាប់នៅសត្រូវគឺកិលេសជាដើមអញ្ចឹងទៅបានលើកមកមិញគ្រប់អស់ហើយពិចារណាឲ្យឃើញគុណព្រះអង្គពិតអញ្ចឹងទៅរមែងជ្រះថ្លានឹងគុណរបស់ព្រះសម្មាសម្ពុទ្ធទី3គឺចម្រើននៅសង្ឃគុណនឹងឯងសុបរិបណ្ណោនោះព្រះសង្ឃសាវកអរិយសាវកហ្នឹងគឺព្រះអង្គបដិបត្តិល្អដោយប្រពៃណាមិនមែនបដិបត្តិទ្រុសតកូលទ្រុសសិក្ខាបទអីទេលោកសិក្សាលោកបដិបត្តិដោយត្រឹមត្រូវដោយប្រពៃតាមពាក្យទូលមានព្រានប្រដៅនៃព្រះសម្មាសម្ពុទ្ធជាបុគ្គលដែលយើងក៏បីជ្រះថ្លាធ្វើបុណ្យជាមួយនឹងសុបដិបណ្ណោឧជុបដិបណ្ណោលោកបដិបត្តិដោយត្រង់អត់មានបដិបត្តិដោយវាចទេណាវាចក្នុងទីនេះគឺបានដល់ចិត្តនឹងវាវាចណាមិនមែនល្អទៅមុខញាតិញោមទេអរិយសាវកនោះអត់មានប្រកបដោយមាយាសាធិយៈដែលហៅថាលោភៈនឹងទេអត់មានចង់ឲ្យគេសរសើរចង់ឲ្យគេអីទេគឺបដិបត្តិដើម្បីជាផ្លូវទៅព្រះនិព្វាននឹងឯងហៅថាមជ្ឈិមាបដិបទាឧជុបដិបណ្ណោនោះបដិបត្តិដោយត្រង់អត់មានបដិបត្តិប្រឆោតញាតិញោមថាធ្វើឲ្យតែល្អទៅខាងមុខក៏មិនមែនដែរអរិយសាវកគឺលោកបដិបត្តិដោយត្រង់គឺត្រង់មិនមានល្បិចកលនៅក្នុងសន្តានទេរមែងបដិបត្តិដើម្បីព្រះនិព្វានបដិបត្តិដោយត្រង់គឺបដិបត្តិជាមជ្ឈិមាបដិបទាណាអត់មានចិត្តខាងក្រៅដែលមិនល្អនឹងទេញាយៈបដិបណ្ណោគឺបានដល់លោកបដិបត្តិដើម្បីត្រាស់ដឹងនៅព្រះនិព្វានមានព្រះនិព្វាននឹងជាគោលដៅសាមីចេបដិបណ្ណោលោកប្រតិបត្តិរហូតដល់យើងគប្បីនឹងថ្វាយបង្គំនមស្ការសាមីចេជាអ្នកដែលគួរដល់សាមីចេកម្មមានការលើកដៃសំពះជាដើមនោះការគោរពបូជាពីពុទ្ធបរិស័ទសំពះទៅរមែងបានបុណ្យប្រលោកជាអ្នកមានគុណមានសីលគុណជាដើមរហូតដល់លោកជាអរិយសាវកបរាប់ដោយពួកនឹងមាន4បរាប់ដោយរាយនឹងមាន8នោះញាតិញោមធ្លាប់សូត្រតែមិននិយាយទេនឹងអាចដឹងទាំងអស់គ្នាហើយមានសោតាបតិមេកថបុគ្គលសោតាបតិផលថបុគ្គលជាដើមនោះ8នោះអរិយសាវកមាន8នឹងឯងលោកជាអ្នកគួរដល់បច្ច័យ4ដែលគេនាំមកពីចម្ងាយញាតិញោមនាំមកពីចម្ងាយឆ្ងាយប៉ុណ្ណាក៏ដោយក៏លោកគួរទទួលយកបានដែរព្រោះថាលោកជាអ្នកប្រកបដោយគុណទាំងឡាយជាបាហុនយៈជាបុគ្គលដែលយើងគប្បីបូជាសម្បីថាជារបស់ខ្លះយើងយកមកដើម្បីញាតិមិត្តជារបស់ភ្ញៀវរបស់អីក៏ដោយក៏លោកអាចទទួលយកមកប្រើប្រាស់ព្រោះលោកជាបុគ្គលប្រកបដោយគុណធម៌មេនុសតិនឹងគឺបានដល់យើងតែងសូត្រហើយស្វាខាតោភគវតាធម្មោនឹងឯងពិចារណាថាពធនឹងគឺព្រះអង្គត្រាស់សម្ដែងឲ្យបានល្អដោយល្អពធនឹងគឺយើងរើសទៅបានដល់បណិបលោកតរធម៌9នឹងឯងមគ្គ4ផល4ដល់ពៀន1នឹងបត្រៃ3ដកដែលជាធម្មខណ្ឌ84000ធម៌ទាំងអស់នោះឯងគឺព្រះអង្គសម្ដែងបានល្អហើយដោយល្អហើយយើងចាំបដិបត្តិតាមទៅសន្តិដ្ឋិកោជាធម៌ដែលអរិយបុគ្គលទាំងឡាយនោះក៏បីឃើញនៅខ្លួនឯងបដិបត្តិបានឃើញនៅខ្លួនឯងសន្តិដ្ឋិកោនោះគឺបានដល់លោកតរធម៌9ហ្នឹងឯងអកាលិកោជាធម៌ឲ្យផលមិនរងចាំកាលបើយើងរើសអង្គធម៌គឺបានដល់មគ្គចិត្ត4ដួងមគ្គ4ដួងនោះតកាលណាកើតឡើងហើយផលរមែងកើតឡើងបន្ទាប់នឹងបើតាមវិថីចិត្តគឺអញ្ចឹងវិថីចិត្តគឺអញ្ចឹងកាលណាមគ្គកើតឡើងហើយផលចិត្ត2ដួងឬ3ដួងរមែងកើតតពីក្រោយអញ្ចឹងបានហៅថាអកាលិកោអកាលិកោឬអង្គធម៌គឺបានដល់មគ្គចិត្ត4ដួងណាមួយទៅតាមសំគួរបើយើងរើសសរុបទាំង4ហ្នឹងឯងអេហេបាសិកោនោះជាធម៌ដែលយើងក៏បីហៅអ្នកដតីឲ្យមកមើលបានបើថាអ្នកដតីមិនជឿទេអញ្ជើញមកមើលខ្លួនឯងមកបដិបត្តិខ្លួនឯងទៅនឹងឃើញនៅខ្លួនឯងអេហេបាសិកោ
អបណយិកោជាធម៌ដែលអរិយបុគ្គលនឹងរមែងបង្អន់ចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនាចូលផលសមាបត្តិជាដើមអញ្ចឹងទៅកាលណាបានសម្រេចធម៌ហើយសម្រេចមគ្គផលបានហ្នឹងគឺដោយអំណាចនៃភាវនានឹងឯងគប្បីចម្រើនដោយភាវនានឹងឯងបច្ចតាំងវេទិតាពោវិញ្ញូហេជាធម៌ដែលអរិយបុគ្គលទាំងឡាយហ្នឹងគប្បីធ្វើឲ្យជាក់ច្បាស់ដោយខ្លួនឯងអញ្ចឹងធម៌ទាំងអស់នោះគឺបានដល់បលោកត្រធម៌9នឹងឯងមគ្គ4ផល4នៅពៀន1យើងពិចារណានៅធម្មគុណមានប្រការអញ្ចឹងទៅរមែងបាននៅបៃតិស្ងប់កាយស្ងប់ចិត្តរមែងញ៉ាំងសមាធិនឹងឲ្យកើតឡើងរមែងអាចជាបាននៅវិបស្សនាធ្វើឲ្យយើងបាននៅមគ្គផលព្រះនិព្វានបាន